បាទថ្ងៃនេះដែរខ្ញុំសូមរៀនវីដេអូស្ដីអំពីការធ្វើបន្ទុកសរុបរបស់សិស្សប្រចាំខែអញ្ចឹងខ្ញុំសូមចូល Excel របស់ខ្ញុំនៅត្រង់នេះលោកអ្នកអាចចូល Excel របស់លោកអ្នកបានដែរបាទ Excel របស់ខ្ញុំបើកឲ្យធំតិចមកបាទអញ្ចឹងដោយសារខ្ញុំមានតារាងស្រាប់ខ្ញុំ copy មកតែម្ដងបើសិនជាវាយអាចយូរខ្ញុំ copy ពីតារាងចាស់ខ្ញុំមកទីហោះខ្ញុំមានតារាងអញ្ចឹងបាទតារាងគឺអញ្ចឹងខ្ញុំមានតារាងប៉ុណ្ណឹងអញ្ចឹងខ្ញុំចូលធ្វើការគណនាបន្ទុកសរុបរបស់សិស្សខ្ញុំដាក់សញ្ញាស្មើត្រង់ចំណុចខាងលើនេះដាក់សញ្ញាស្មើវាយពាក្យថា30ជាប់ខ្ញុំ select បន្ទុកទាំងអស់នេះបិទវងបញ្ចប់រួចហើយទីថាគឺចេញបន្ទុកសរុបឲ្យអញ្ចឹងយើងបូកតាមមួយជួរលើនោះបានហើយបន្ទាប់មកអូសមកក្រុមចេញឲ្យទៅអញ្ចឹងខ្ញុំដាក់ម៉ៅឲ្យចំនេះចំណុចកន្លែងនេះហើយខ្ញុំអូសមកក្រុមចាប់ម៉ៅឆ្វេងអូសមកក្រោមមកឆ្វេងអូសមកក្រោមឈានមកដល់ការគណនាមធ្យមភាពត្រូវដាក់សញ្ញាស្មើជាមុនសិនវាយពាក្យថា average បាទ average ពាក្យថា average រួចហើយ select បន្ទុកដូចជាការបូកបន្ទុកសរុបដែរវាធៀបគ្នា select នេះ select ធៀបមិន select ក៏បូកបញ្ចូលគ្នាទេ average មធ្យមភាពធំជាងគេហើយជាទូបានមួយហ្នឹងទៅតបមកយើងរកចំណាត់ថ្នាក់លេងដោយចេញអក្សរមកដាច់អញ្ចឹងដោយសារតែកលឹមនេះវាតូចពេកយើងអាចចាប់ទាញវាឲ្យធំបានដោយដាក់ម៉ៅចំចំណុចខាងលើនេះហើយចាប់ម៉ៅឆ្វេងអូសវាធំចុចជាស្មើមកបើពាក្យថា rank ហើយ select បន្ទុកសរុបទី1នេះសរុបនេះបង Q ហើយ O 7ថានេះ O នេះ7បាទរួចហើយក្បៀសធៀបទាំងអស់បាទហើយក្បៀសដាក់លេខ0ចុច F4 ចុច F4 ដែររួចហើយ enter ចាប់អូសមកក្រោមដូចគ្នាដែរបាទបន្ទាប់ពីយើងគណនាចំណាត់ថ្នាក់ហើយឃើញថាបន្ទុកសរុបមធ្យមភាពចំណាត់ថ្នាក់គឺលេខអត់រត់តាមលំដាប់ទេអញ្ចឹងយើងចង់ឲ្យវារត់តាមលំដាប់គាត់ទៅ select នេះដាក់ម៉ៅចំប្រឡោះនេះឲ្យចេញសញ្ញាបូកធំយើងចាប់ម៉ៅឆ្វេងអូសពីលើចុះមកក្រោមពីលើចុះមកក្រោមចូលបេតុងហូមនេះយក source នេះ source and filter យក source smallest to largest មានន័យថាយើង source ពីលេខតូចរហូតដល់លេខធំsource ចឹងវារត់ហើយឃើញបន្ទុកនេះតាមលំដាប់ចាប់ពី614 665នឹងចុះមករហូតតូចតាំងពីធំបន្ទុកនេះមានថាតាំងពីធំដល់តូចនឹងសោះខ្ទង់នេះសោះខ្ទង់នេះសោះដើម្បីយកលេខរៀងតាមលំដាប់បាទអញ្ចឹងបន្ទាប់ពីធ្វើចំណាត់ថ្នាក់ហើយយើងត្រូវដាក់លេខរៀងកន្លែងនេះផងរៀងយើងសេលេខ1មកក្រុមដាក់លេខ2ដែរមកតបមកអូសយកមក select 2ខ្ទង់ហ្នឹងមក select
ផ្ទុះនោះដាក់មកឲ្យចំចំណុចនេះដែរអូសមកក្រោមហើយជាវាចេញលេខរៀងពីលេខ1ដល់លេខ10ដែលចំណាត់ថ្នាក់ដែរបាទសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទ